ក៏ព្រោះតែតកតក្នុងចុងសប្តាហ៍វាអាចនឹងមានហេតុការណ៍ណាមួយកើតឡើងនៅក្នុងព្រឹត្តិការណ៍សង្គ្រាមអញ្ចឹងបើសិនមានកើតឡើងមែននោះអញ្ចឹងតម្លៃហាងឆេមីអាចនឹងមានការហក់ឡើងខ្លាំងនៅក្នុងថ្ងៃច័ន្ទបាទជំរាបសួរបងប្អូនទាំងអស់គ្នាជួបគ្នាជាថ្មីជាមួយខ្ញុំគុណណាន់នៅក្នុងកម្មវិធីវិភាគព័ត៌មានប្រចាំថ្ងៃរបស់ក្រុមហ៊ុន GFG Investment នៅថ្ងៃទី20មិថុនា2025នេះខ្ញុំនឹងធ្វើការចែកម្លែកជូនក៏ដូចជាអាប់ដេតទាក់ទងនឹងព្រឹត្តិការណ៍ផ្សេងៗដែលទាក់ទងនឹងបម្រែបម្រួលនៃតម្លៃទីផ្សារបាទសម្រាប់ទីផ្សារមាសការពីម្សិលមិញគឺវាមានការប្រែប្រួលនៅក្នុងទំហំ$40នៅក្នុងមួយអោនដែលវាបានឡើងចុះនៅក្នុងតម្លៃ$3,387មកដល់តម្លៃ$3,347នៅក្នុងមួយអោនបើយើងគិតជាតម្លឹងគឺវាមានការប្រែប្រួលចំនួន$48នៅក្នុងមួយតម្លឹងតែវាបានឡើងចុះនៅក្នុងចន្លោះ$4,080ទៅ$4,032នៅក្នុងមួយតម្លឹងតែទោះបីយ៉ាងណាក៏ដោយយើងឃើញថាតម្លៃមាសការពីម្សិលមិញគឺវាមានលំហូរមានការធ្លាក់ចុះអូខេអញ្ចឹងតើតើនឹងការធ្លាក់ចុះនេះក៏ដោយសារតែវាមានការពាក់ព័ន្ធជាមួយនឹងព្រឹត្តិការណ៍សង្គ្រាមនៅខាងមជ្ឈិមបូព៌ាផងដែរអូខេអញ្ចឹងតើតើនឹងព្រឹត្តិការណ៍នៅក្នុងសង្គ្រាមនៅក្នុងមជ្ឈិមបូព៌ានោះគឺតើតើនឹងការចរចារបស់សហរដ្ឋអាមេរិកក៏ដូចជាខាងសហគមន៍អឺរ៉ុបជាមួយនឹងប្រទេសអ៊ីរ៉ង់គឺកំពុងតែដំណើរការនឹងចាប់ផ្ដើមដំណើរការផងដែរបាទខណៈដែលតកតទៅនឹងការចរចាមួយនេះគឺខាងភាគីអ៊ីស្រាអែលក៏ដូចជាជាមួយនឹងខាងអ៊ីរ៉ង់គឺនៅតែបន្តធ្វើការផ្លោងគ្រាប់មីស៊ីលដាក់គ្នាទៅវិញទៅមកមិនទាន់ចប់នៅឡើយនោះទេអញ្ចឹងតកតទៅនឹងការចរចានេះក៏បានមានឥទ្ធិពលខ្លះមកលើទីផ្សារដែរដែលយើងឃើញថាតកតទៅនឹងទីផ្សារទាំងមូលហាក់បីជាមានក្តីសង្ឃឹមនៅក្នុងដំណោះស្រាយតកតទៅនឹងចំនួនមួយនេះប៉ុន្តែទោះបីយ៉ាងណាក៏ដោយតកតទៅនឹងក្តីសង្ឃឹមគឺមានតិចតួចណាស់ដោយសារតែមើលឃើញថាភាគីទាំងសងខាងគឺនៅតែបន្តផ្លោងគ្រាប់ដាក់គ្នាទៅវិញទៅមកខណៈដែលប្រទេសអ៊ីរ៉ង់ទទួលការចរចាជាមួយនឹងបណ្ដាប្រទេសផ្សេងៗជាពិសេសគឺសហរដ្ឋអាមេរិកនិងសហគមន៍អឺរ៉ុបអញ្ចឹងដូចជាជាក់ស្ដែងនៅក្នុងថ្ងៃនេះផងដែរក៏នឹងមានការចរចាជាមួយនឹងអឺរ៉ុបផ្ទាល់តែម្ដងនៅក្នុងថ្នាក់រដ្ឋមន្ត្រីតាក់ទងទៅនឹងការធ្វើសង្គ្រាមជាមួយនឹងខាងប្រទេសអ៊ីស្រាអែលដោយឡែកជាមួយនឹងសហរដ្ឋអាមេរិកក៏កំពុងតែមានការចរចាផងដែរនៅក្នុងថ្នាក់រដ្ឋមន្ត្រីដូចគ្នាអូខេអញ្ចឹងតាក់ទងនឹងកិច្ចចរចានេះគឺហាក់បីជាមិនទាន់ទទួលបាននៅតម្រុយព័ត៌មានណាមួយនៅឡើយនោះទេអញ្ចឹងផ្អែកតាមតាក់ទងនឹងការចរចានេះផងដែរបើសិនយើងងាកមើលទៅលើការសម្រេចចិត្តរបស់លោកដូណាល់ត្រាំគឺលោកដូណាល់ត្រាំគឺនៅតែបន្តតាមដានយ៉ាងយកចិត្តទុកដាក់ជាមួយនឹងការដែលកំពុងតែធ្វើការសម្រេចចិត្តនៅក្នុងរយៈពេល2សប្តាហ៍រាប់ចាប់ពីថ្ងៃម្សិលមិញទៅគឺរយៈពេល2សប្តាហ៍នេះគឺលោកអាចនឹងធ្វើការសម្រេចចិត្តនៅក្នុងការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់អញ្ចឹងតកតងនឹងការវាយប្រហារនេះគឺអាចនឹងបង្កឲ្យមានការភ័យព្រួយយ៉ាងខ្លាំងសម្រាប់ពិភពលោកទាំងមូលតែម្ដងក៏ប៉ុន្តែគឺជាអ្វីដែលលោកដូណាល់ត្រាំកំពុងតែរងចាំតាមដានតកតងលទ្ធផលនៃកិច្ចចរចារវាងសហរដ្ឋអាមេរិកជាមួយនឹងអ៊ីរ៉ង់ថាបើសិនជាការចរចានេះទទួលបានភាពបរាជ័យអញ្ចឹងលោកដូណាល់ត្រាំក៏អាចនឹងធ្វើការសម្រេចចិត្តនៅក្នុងការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ប៉ុន្តែបើយ៉ាងណាក៏ដោយនេះគ្រាន់តែជាការដែលកំពុងតែពិចារណាសម្រាប់លោកដូណាល់ត្រាំថាតើគួរវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ឬក៏អត់នៅក្នុងរយៈពេល2សប្តាហ៍ជុំវិញព្រឹត្តិការណ៍នេះគឺជាការតាមដានយ៉ាងយកចិត្តទុកដាក់របស់ពិភពលោកទាំងមូលតែម្ដងហើយក៏វាបានផ្សារភ្ជាប់យ៉ាងជិតដិតជាមួយតម្លៃទីផ្សាររបស់យើងដែលយើងមើលឃើញថាតកតនឹងបម្រែបម្រួលទីផ្សារមាសក៏ដូចជាទីផ្សារប្រេងនិងទីផ្សាររូបិយប័ណ្ណផ្សេងៗក៏មានឥទ្ធិពលដោយសារតែតកតនឹងព្រឹត្តិការណ៍សង្គ្រាមនេះផងដែរអញ្ចឹងយើងឃើញថាបើសិនជាតកតនឹងតម្លៃហាងឆេមាសយើងអាចវិភាគបានថាបើសិនជាមានការចរចាទទួលបានលទ្ធផលល្អណាមួយឬក៏ឃើញសញ្ញាល្អណាមួយនៅក្នុងព្រឹត្តិការណ៍សង្គ្រាមមួយនេះបានន័យថាសង្គ្រាមមួយនេះអាចមានការថមថយនៃកម្ដៅអញ្ចឹងយើងឃើញថាតម្លៃមាសអាចនឹងមានការធ្លាក់ចុះក្រោមក៏ប៉ុន្តែបើសិនជាការចរចាមិនទទួលបានលទ្ធផលល្អនោះទេហើយសង្គ្រាមចេះតែបន្តរីកធំទៅនឹងកាន់តែខ្លាំងទៅនោះអញ្ចឹងតម្លៃហាងឆេមីអាចនឹងមានឱកាសបន្តហក់ឡើងប៉ុន្តែទោះបីយ៉ាងណាក៏ដោយសម្រាប់ការជួញដូរនៅក្នុងថ្ងៃនេះដែលជាថ្ងៃសុក្រចុងសប្តាហ៍ហើយក៏នឹងធ្វើការបិទផ្សារនៅក្នុងព្រឹកស្អែកផងដែរអញ្ចឹងសម្រាប់ការជួញដូររបស់បងប្អូនអរគ្នាសូមឲ្យមានការប្រុងប្រយ័ត្នដែលយើងអាចធ្វើការកំណត់ទៅលើតាក់ទងទៅនឹងការការពារហានិភ័យណាមួយដូចជា stop loss បាទអញ្ចឹងតាក់ទងទៅនឹងការជួញដូរគឺត្រូវតែធ្វើការកំណត់ទៅលើលក្ខខណ្ឌទាំងអស់នេះដើម្បីការពារហានិភ័យក៏ព្រោះតែតាក់ទងក្នុងចុងសប្តាហ៍វាអាចនឹងមានហេតុការណ៍ណាមួយកើតឡើងនៅក្នុងព្រឹត្តិការណ៍សង្គ្រាមអញ្ចឹងបើសិនមានកើតឡើងមែននោះអញ្ចឹងតម្លៃហាងឆេមីអាចនឹងមានការហក់ឡើងខ្លាំងនៅក្នុងថ្ងៃច័ន្ទអរគុណបងប្អូនអរគ្នាដែលបានតាមដានវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់បាទសម្រាប់ព័ត៌មានបន្ថែមក៏ដូចជាចំណេះដឹងទូទៅនៅក្នុងការជួញដូរទៅលើទីផ្សារមួយនេះសូមកុំភ្លេចចំណាយពេល5នាទីជួបជាមួយនឹងខ្ញុំគុណណាន់សូមអរគុណសូមជម្រាបលា